ឆាងជាមួយរបបសង្គមនិយមទៅដល់ឆ្នាំ60មេបព្វជិជននឹងដែលឈ្មោះទូសមុទ្រនឹងបាត់ខ្លួនអត់នឹងស្លាប់នឹងរស់ប៉ុន្តែឯកសារបព្វជិជនដែលបព្វជិជនការបរៀនខ្ញុំស្រាប់រៀនកាលខ្ញុំនៅសម័យរដ្ឋកម្ពុជានោះគេចោទប្រកាន់ថាពលពតជាអ្នកស្លាប់ទូសមុទ្រតែប៉ុន្តែមិនមែនទេវាបាត់ខ្លួនមិនណាសម្លាប់ទេដល់ទូសមុទ្រស្លាប់ទៅបានយួនជួយរៀបចំជ្រើសរើសមេបព្វជិជនឡើងវិញព្រោះមេបព្វនោះបានស្លាប់ទៅហើយបាត់ខ្លួនហើយបានគេត្រូវរើសថាតើឲ្យពីណាធ្វើមេបព្វបន្តមកទៀតចឹងបានគេរៀបចំទៅគេជ្រើសរើសស្លុតសឲ្យធ្វើជាមេបព្វជិជនបន្តពីទូសមុទ្រស្គាល់ស្លុតសទេទាំងអស់គ្នាបានណាស្គាល់ទេស្គាល់ស្លុតសទេបាទអត់ស្គាល់ស្លុតសហ្នឹងគឺប៉ុលពតបាទប៉ុន្តែពេលនោះគេអត់ស្គាល់ទេប៉ុលពតក៏ទៅដូរឈ្មោះឆ្នាំ76ដែលគាត់ធ្វើមេបព្វជិជនហ្នឹងគឺឈ្មោះស្លុតសបាទណែហើយស្លុតសធ្វើមេបព្វជិជនបន្តមកទៀតហើយយួនជួយស្លុតសហ្នឹងជួយដល់ឆ្នាំ67យួនឲ្យពួកក្រុមបព្វជិជនហ្នឹងរត់ចូលព្រៃឈប់តស៊ូនយោបាយហើយបាននៅគ្នារត់ចូលព្រៃតស៊ូបដាអាវុធដើម្បីប្រឆាំងជាមួយរបបស្ដេចឪបាទហើយដល់ឆ្នាំ70ពេលលន់នល់ធ្វើរដ្ឋបហាលាក់ស្ដេចឪពួកយាកុងអស់យាមិញចូលយាកុងចូលស្រុកយើងពេញហើយយាកុងចូលពេលនោះគេប្រកាសថាមកជួយស្ដេចឪតែក៏ពិតមិនមែនស្ដេចឪទេយាកុងនឹងមកជួយបព្វជិជនដើម្បីវាយយកអំណាចបាទអញ្ចឹងពួកយាកុងនឹងជួយបព្វជិជនរហូតដល់ឆ្នាំ74បានយាកុងនឹងចេញទៅវិញហើយបាន75បព្វជិជនឈ្នះលន់នល់ដល់អាវុធនេះឲ្យច្បាស់ហើយសម្ដេចទាំង3ហ្នឹងកូនចៅបព្វជិជនទាំងអស់ចូលកាលនោះសម្ដេចកដាលគេចាប់ច្បាស់បងប្អូនលើទិសនេះហៅទិសពពាសម្ដេចកដាលគេប្រធានវិរៈសេនាធំរបស់ប៉ុលពតសម្ដេចគៀនគេដែលប្រធានរដ្ឋសភាថ្ងៃហ្នឹងប្រធានកងពលលេខ4ភូមិភាគពពានេះកូនចៅប៉ុលពតសម្ដេចមួយទៀតប្រធានព្រឹទ្ធសភាថ្ងៃហ្នឹងគណៈស្រុកពញាកែកនៅភូមិភាគពពាកូនចៅរបស់បព្វជិជនក្រុមខ្មែរក្រហមប៉ុលពតជាមួយគ្នាហើយដល់ឆ្នាំ75ពេលដែលបព្វជិជនឈ្នះឆ្នោតហ្នឹងឲ្យឈ្នះដល់អាវុធហ្នឹងបានគេដូរឈ្មោះបព្វជិជនហ្នឹងមកជាបកកុម្មុយនីសកម្ពុជាហើយមេបកបានដូរឈ្មោះពីស្លុតសមកសមមិត្តប៉ុលពតឲ្យច្បាស់ហ្នឹងបងបានប៉ុលពតជាប្រធានបព្វជិជនជំនាន់នោះបាទដល់ប៉ុលពតកាន់ធ្វើមេបកផងធ្វើនាយករដ្ឋមន្ត្រីផងហើយសម្ដេចទាំង3ដាក់តាំងរងៃនៅជាមួយប៉ុលពតនឹងឯងជាកូនចៅប៉ុលពតនឹងឯងឲ្យច្បាស់ជើឆ្នាំ76មេបយុទ្ធឈ្មោះលេយុនណាមេបយុទ្ធឈ្មោះលេយុនបានមកស្រុកខ្មែរមកជួបប៉ុលពតនៅភ្នំពេញជួបប៉ុលពតដើម្បីអ្វីឲ្យបងប្អូនចាំរឿងហ្នឹងជួបដើម្បីឲ្យប៉ុលពតអនុវត្តនយោបាយហូជីមិញនយោបាយហូជីមិញយ៉ាងម៉េចគឺយកប្រទេសខ្មែរដាក់ធ្វើសហព័ន្ធទូចិនដែលមានយួនជាបងធំបានថាជាប្រទេសតែមួយលាយខ្មែរយួនចូលតែមួយឲ្យមានកងទ័ពតែមួយឲ្យចាយលុយតែមួយហើយជនជាតិណាក៏អាចមករស់នៅបានទាំងអស់លេយុនមកបបួលប៉ុលពតបែបហ្នឹងចឹងប៉ុលពតក៏អត់ព្រមគាត់ថាទេយើងមិនអាចធ្វើចឹងបានទេសូមរាប់អានគ្នាជាបងជាប្អូនបានប៉ុន្តែបើដាក់បញ្ចូលគ្នាចឹងវាខុសគ្នាប៉ុលពតបដិសេធនយោបាយដែលយួនចង់បានហ្នឹងដល់ប៉ុលពតបដិសេធនយោបាយយួនចង់បានហ្នឹងពេលនោះនៅក្នុងក្រុមប៉ុលពតបែកជាពីរក្រុមបព្វជិជនបែកជាពីរក្រុមបានប៉ុលពតដឹងខ្លួនរឿងហ្នឹងប៉ុលពតចាប់ទៅចិត្តដើម្បីការពារខ្មែរហើយក្រុមមួយទៀតធ្វើបម្រើយួនបានវាមានភាពច្បងច្បល់នៅសម័យប៉ុលពតហ្នឹងសម័យប៉ុលពតហ្នឹងមានភាពច្បងច្បល់គឺមានការសម្លាប់គ្នាដោយសារប៉ុលពតមានអំណាចជាងគេដល់មានអំណាចជាងគេប៉ុលពតសង្ស័យទាំងអស់ព្រោះមាននយោបាយព្រមធ្វើឃាតប៉ុលពតព្រមធ្វើរដ្ឋបហាប៉ុលពតដល់ប៉ុលពតសង្ស័យទាំងអស់បានប៉ុលពតមានអំណាចប៉ុលពតសម្លាប់ខ្មែរគ្នាឯងមកថាណាក៏យួនប៉ុន្តែប៉ុតយួនជាអ្នកធ្វើឲ្យច្បងច្បល់ហ្នឹងអញ្ចឹងដល់ពេលនយោបាយដែលយួនគាត់ប្រើនយោបាយដើម្បីដកប៉ុលពតចេញពីតំណែងបាននៅចុងឆ្នាំ77នេះបងប្អូនត្រូវចាំចុងឆ្នាំ77យួនបានវាយប៉ុលពតលើកទី1នៅស្វាយរៀងនេះ25ធ្នូឆ្នាំ77ផ្លូវជាតិលេខ1ហ្នឹងយួនវាយមកអាទិត្យទេចូលដល់ទីខេត្តស្វាយរៀងកំពង់ចាមចូលដល់ចិត្តត្បូងឃ្មុំចិត្តសួកយួនវាយនឹងវាយទៅទេយួនសាកកម្លាំងប៉ុលពតព្រោះយួនថាដើម្បីដកប៉ុលពតបានដល់ប្រើកម្លាំងទ័ពហើយมันអាចប្រើផ្ទៃក្នុងបានទេអញ្ចឹងបានយួនប្រើរយៈពេលមួយអាទិត្យវាយចូលដល់ស្វាយរៀងខាងកំពង់ចាមចិត្តដល់សួក
បានយួនដឹងថាយួនប្រើកម្លាំងយោធាតែមួយខែទេដេញប្រពន្ធចេញហើយអញ្ចឹងយួនដកថយទៅវិញពេលដកថយទៅវិញខ្ញុំមិនដឹងថានៅតំបន់នេះមានបាញ់ទេកាលនោះណាចុង37ណាបាទប៉ុន្តែខ្ញុំដឹងថាតាមផ្លូវជាតិ1នោះគឺដល់ស្វាយរៀបបាទដល់យួនដកថយទៅវិញបានយួនរៀបចំកម្លាំងយួនចំណាយពេល1ឆ្នាំ78នោះគឺរៀបចំកម្លាំងដើម្បីដេញប្រពន្ធមកយួនរៀបចំកម្លាំង2ប្រភេទទី1យួនទៅសុកត្រូវការជំនួយលេយួននឹងទៅមូស្គូទៅជួបរុស្ស៊ីសូវៀតនឹងសុំជំនួយយោធាដើម្បីវាយប្រពន្ធរួចហើយលេយួនបានចាត់តាំងថាបើដេញប្រពន្ធចេញតើឲ្យពីណាមកជំនួយប្រពន្ធហ្នឹងយើងយួនបានចាត់តាំងប៉ែនសវណ្ណឯសម្ដេចទាំង3ណានៅស្រុកខ្មែរមួយប្រពន្ធទេពេលនោះពេលយួនរៀបចំផែនការណារៀបចំផែនការដើម្បីវាយខ្មែរក្រហមប្រពន្ធហ្នឹងគឺអ្នកទាំង3នាក់នៅជាមួយប្រពន្ធទេចឹងយួនគេចាត់តាំងពីណាគេចាត់តាំងឲ្យប៉ែនសវណ្ណថាពេលដេញប្រពន្ធចាប់ទៅឲ្យពីណាមកជំនួសប្រពន្ធគឺយួនរើសប៉ែនសវណ្ណមិនបានយួនរើសប៉ែនសវណ្ណនេះប្រពន្ធត្រូវដឹងប៉ែនសវណ្ណហ្នឹងជាកូនខ្មែរអ្នកតកែវដែលយួនបានចាប់យកទៅតាំងពីអាយុ15ឆ្នាំនៅឆ្នាំ54ពេលពួកយេមិញចេញទៅហ្នឹងពួកយេមិញបានចាប់យកក្មេងខ្មែរប្រមាថប្រមងហ្នឹងចាប់យកទៅជាង3000នាក់ក្មេងៗដែលអាយុ5 10 4 10ឆ្នាំហ្នឹងយកទៅឲ្យទៅរៀនសូត្រហើយដើម្បីលាខួរក្បាលខ្មែរក្នុងនោះមានប៉ែនសវណ្ណម្នាក់ដែរហើយលោកតាប៉ែនសវណ្ណហ្នឹងយួនទុកចិត្តជាគេទាំងអស់មិនបានយួនទុកចិត្តជាគេទាំងអស់ព្រោះលោកតាប៉ែនសវណ្ណហ្នឹងគាត់រៀនសូត្រចេះដឹងសូត្រយួននៅហាណូយហើយនាយករដ្ឋមន្ត្រីយួនឈ្មោះផាំវ៉ាដុងជានាយករដ្ឋមន្ត្រីយួនសម័យនោះបានលើកក្មួយបកកើតប្រពន្ធលោកតាប៉ែនសវណ្ណហ្នឹងណាជាក្មួយនាយករដ្ឋមន្ត្រីយួនបកកើតឈ្មោះផាំវ៉ាដុងឲ្យធ្វើប្រពន្ធអញ្ចឹងយួនគេទុកចិត្តលោកតាប៉ែនសវណ្ណអញ្ចឹងគេបកគលភារកិច្ចឲ្យលោកតាប៉ែនសវណ្ណរៀបខ្មែរដើម្បីថាដេញប្រពន្ធចេញគឺខ្មែរហ្នឹងមកជំនួសប្រពន្ធអញ្ចឹងបានលោកតាប៉ែនសវណ្ណរៀបទៅពួកដែលប្រវត្តិមកចាប់ទៅមួយក្រុមមានច័ន្ទស៊ីជាសុទ្ធអីចឹងទៅហើយនៅមានពួកដែលរត់ទៅដែលប្រពន្ធដេញចាប់ដោយសម្ដេចទាំង3ហ្នឹងមានបញ្ហាមួយប្រពន្ធរត់ចូលសុយួនចាប់ដាក់គុកប៉ែនសវណ្ណទៅដោះយកមកបានមួយក្រុមមកណែដល់ប៉ែនសវណ្ណរំដោះបានយកមកបានមួយក្រុមហើយបានគេមកបកាសរណសេពីធ្នូនៅស្នួលបកាសរណសេពីធ្នូទៅឡើងរត់យកឡើងទៅបានប៉ែនសវណ្ណប្រាប់ទៅយួនវិញថាឥឡូវមានមួយក្រុមហើយខ្មែរចឹងយួនលើកទ័ពព្រឹបមួយខែដេញពលពតដល់ជ័យដែនច្បាស់ចឹងណែមិនពលពតមករំដោះខ្មែរទេដេញតែជ័យដែនបានយួនឲ្យវិណាធ្វើមេបកប្រជាជនគឺប៉ែនសវណ្ណពេលយួនដេញពលពតចេញហ្នឹងលោកតាប៉ែនសវណ្ណមកធ្វើមេបកប្រជាជនបន្តពីពលពតប៉ែនសវណ្ណធ្វើមេបកហើយធ្វើជានាយករដ្ឋមន្ត្រីទៀតដល់លោកតាប៉ែនសវណ្ណនេះកាត់ស្ដែជាតិគាត់បានធ្វើមេបកគាត់បានធ្វើនាយករដ្ឋមន្ត្រីគាត់ស្រឡាញ់ជាតិខ្មែរដល់ស្រឡាញ់ជាតិខ្មែរគាត់ទៅរករឿងយួនណែឲ្យដឹងទេបងគាត់ស្រឡាញ់ខ្មែរដល់ស្រឡាញ់ខ្មែរគាត់ទៅរករឿងយួនគាត់រករឿងអីទេព្រោះពេលយួនចូលដល់ស្រុកយើងនេះដេញប្រពន្ធចេញយួនដឹកសភារៈទាំងអស់មាសពេជ្រកែកងនៅវាំងយួនដឹកចេញទាំងអស់លោកតាប៉ែនសវណ្ណទៅជួបមេធានយួនឈ្មោះលេខធអ្នកប្រជាធិបចូលស្រុកខ្មែរអញ្ចឹងប៉ែនសវណ្ណគាត់ទៅតវ៉ាថានិយាយគ្នាហាណូយថាមកជួយដេញប្រពន្ធតាមិនប្រឹកឲ្យបានអស់ពីវាំងលេខធថាម៉េចទេហើយសមមិត្តឃើញទាហានវៀតណាមក៏ប្រហែល10000នាក់អញ្ចឹងគេដឹកឲ្យបានហើយយកឲ្យបានហើយប៉ុន្តែសាលោកតាប៉ែនសវណ្ណតវ៉ាទៅបានមាសអីនឹងដឹកចូលវាំងវិញខ្លះនេះលោកតាប៉ែនសវណ្ណបន្តមកទៀតយួនចាប់ដល់ប្រជាប៉ែនសវណ្ណឲ្យប៉ែនសវណ្ណសញ្ញេអនុញ្ញាតឲ្យចិត្តយួនប្រនៅស្រុកខ្មែរយើងតែខេត្តតូចប្រមាណ1000នាក់ខេត្តធំប្រមាណប៉ែនសវណ្ណក៏ប្រាប់ទៅប៉ែនសែតក៏ថាបានទេព្រោះរឿងហ្នឹងក៏អាចសញ្ញេបានដែរប្រដីខ្មែរជារបស់ខ្មែរមិនអាចឲ្យវៀតណាមមកនៅទេហើយនឹងចំណុចធំមួយទៀតបងប្អូនទេយួនប្រជាប៉ែនសវណ្ណឲ្យធ្វើក5ថាត្រូវធ្វើក5សមមិត្តដើម្បីការពារកុំឲ្យពួកបតិកិរិយានឹងចូលមកចឹងលោកតាប៉ែនសវណ្ណគាត់មានខួរក្បាលជាខ្មែរហ្នឹងបងគាត់ឲ្យយួនវិជាឲ្យធ្វើក5ភ្លាមណាគាត់គិតឃើញភ្លាមហ្មងគាត់ថាយួនអនុវត្តនយោបាយសម្រាប់ខ្មែរហ្មងព្រោះខ្មែរយើងកាលណាធ្វើក5គឺត្រូវកែននោះទៅហើយដល់កែនទៅកាប់ព្រៃជន់មានស្លាប់កូនចាញ់ស្លាប់អស់មិនយួនយកដីខ្មែរអញ្ចឹងប៉ែនសវណ្ណគាត់ប៉ាក់សែតគាត់ថាគាត់អត់ធ្វើបានទេរឿងហ្នឹងនៅតែយួនខាងគាត់បានចុងឆ្នាំ1982យួនចាប់លោកតាប៉ែនសវណ្ណយកដាក់គុកហាណូយអស់10ឆ្នាំ52ថ្ងៃបងប្អូនហើយលោកតាប៉ែនសវណ្ណដោះលែងគាត់មកវិញឆ្នាំ91គេយកក្មួយគេទៅបាត់ទៀត
លោកតាប៉ែនសវណ្ណនៅកន្លោះតើឥឡូវហ្នឹងបាទនៅជាមួយសង្គ្រោះជាតិយើងនេះអានឹងរឿងអត់ច្បាស់ហ្នឹងបងយើងបានចាប់បន្តប៉ែនសវណ្ណដល់ប៉ែនសវណ្ណយួនចាប់ពេលនោះយួនចាប់បានប្រធានបព្វជិជនគេប្រគល់ឲ្យហេងសំរិនឲ្យលោកតាហេងសំរិនហ្នឹងធ្វើជាប្រធានបព្វជិជនប៉ុន្តែនាយករដ្ឋមន្ត្រីយួនអត់ឲ្យតាហេងសំរិនទេយួនឲ្យច័ន្ទស៊ីម្នាក់ទៀតនេះច័ន្ទស៊ីជាណាដែរច័ន្ទស៊ីគឺជាក្មេងខ្មែរដែលយួនចាប់ទៅចិញ្ចឹមតាំងអាយុ50ឆ្នាំដែរគាត់អ្នកកំពុងឆ្នាំងបរិបូរយួនទុកចិត្តតែហ្នឹងហើយប្រពន្ធលោកតាច័ន្ទស៊ីហ្នឹងយួនទៀតអញ្ចឹងតំណែងនាយករដ្ឋមន្ត្រីបានលើច័ន្ទស៊ីតំណែងនេប៉ាបានទៅលើតាហេងសំរិនដល់ច័ន្ទស៊ីឡើងធ្វើនាយករដ្ឋមន្ត្រីបានតែ2ឆ្នាំទេ83 84ស្រាប់តែដល់ថ្ងៃទី3ខែមករាឆ្នាំ85គេប្រកាសថាច័ន្ទស៊ីស្លាប់ប្រកាសច័ន្ទស៊ីស្លាប់ពេលនោះកូនស្រីរបស់ច័ន្ទស៊ីម្នាក់បានរត់ទៅប្តឹងទៅសុំទៅជួបតាកុងគួងតាកុងគួងនេះឪបកើតរបស់កុងសុភានេះគាត់ទៅតាកុងគួងនោះសម័យនោះគាត់ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យរដ្ឋកម្ពុជាហ្នឹងអញ្ចឹងកូនស្រីរបស់ថ្មច័ន្ទស៊ីនោះរត់ទៅប្រាប់លោកតាកុងគួងថាឲ្យជួយឪពុកផងយួនសម្រាប់ហើយចឹងលោកតាកុងគួងគាត់ថានឹងជួយល្មិចបើម្ដាយអ្នកឯងវៀតណាមហើយគាត់ខ្មែរជួយវិកើតបាទពួកគាត់ស្លាប់ឲ្យមិនឈឺអីច័ន្ទស៊ីស្លាប់ឈឺអីគឺស្លាប់មនុស្សស្រស់ញឹមនឹកចឹងដល់អ្នកប្រវត្តិសាស្ត្រគេស្រាវជ្រាវទៅគេដឹងថាយួនចាក់ឆ្នាំសម្រាប់លោកតាច័ន្ទស៊ីមិនបានយួនចាក់ឆ្នាំសម្រាប់តាច័ន្ទស៊ីគឺច័ន្ទស៊ីអត់ព្រមធ្វើក5ម្ដងអត់ធ្វើមកបាទពួកក5ហ្នឹងហើយបងប្អូនចាស់ហ្នឹងហើយទៅជីឡានណាមកវិញជីចានបាទណាបាទចូលមកវិញចាំងមកហ្នឹងបាទចាំងមកដុតរមកហ្នឹងបាទមកចានទៅវិញហ្នឹងទៅម្នេះជីទៅម្នេះជីឡានគេដាក់ឡានទៅដល់មកវិញមកទៅចាំងហ្នឹងមិនមកចានបាទច័ន្ទស៊ីអត់ព្រមហ្នឹងហើយបានយួនសម្លាប់ហ្នឹងដល់ពេលយួនសម្លាប់លោកតាច័ន្ទស៊ីហើយបានយួនលើកដេជូនេះឲ្យធ្វើនាយករដ្ឋមន្ត្រីក5កើតពេញស្រុកខ្មែរឥឡូវយួនចង់បានអីបានដូចចិត្តនេះហើយ7មករាបងប្អូនម៉េចតើនឹងច្បាស់ទេបាទលោកមេភូមិជ័យទៅបានណានេះខ្ញុំចង់ជជែកក៏ដឹងព្រោះកុំឲ្យមិនដឹងបើយើងអត់ដឹងណាយើងចេះថាទីយោបព្វជិជនបរបស់អញមិនបអញទេបរបស់យួនមែនអត់ច្បាស់យ៉ាងហើយបានគណៈបព្វជិជាតិមកជាជួបបងប្អូនថ្ងៃនេះគឺដើម្បីឲ្យដឹងទី1ឲ្យដឹងថាបើយើងទាំងអស់គ្នានៅបន្តបោះឆ្នោតឲ្យគណៈបព្វជិជនតទៀតណាបងប្អូនអ្នកគីសោមអត់បានផុតអីទេមានតែបាត់បង់ឥឡូវបាត់បង់អីឥឡូវដីតាមព្រំដែនដឹងខ្លួនឯងហើយខ្ញុំមិនបាច់និយាយទេខ្ញុំមកមើលកន្លែងណាមួយកាលពីឆ្នាំទៅមួយហ្នឹងបាទនៅដីបកគលព្រំដែនតើបងប្អូនទទួលស្គាល់ថាចំណេញអានឹងខ្ញុំមិនធ្វើម៉េចទេបងប្អូននៅទីនេះរាប់ឆ្នាំអ្នកខ្លះរាប់តំណមកហើយមិនចឹងណាថាបោះបកគលព្រំដែននេះខ្មែរចំណេញអានេះស្អីបងប្អូននេះច្បាស់ជាខ្ញុំបើតែខ្ញុំទៅគ្រប់កន្លែងទាំងអស់តាមនេះឃើញយួនចំណេញទាំងអស់មិនចឹងទេបាទអានេះទី1ទី2នៅគីសោមនេះខ្ញុំជឿជាក់ថាតែមិនយួនទេប៉ុន្តែបងប្អូនទៅមើលភ្នំពេញទៅមើលអ្នកលឿងទៅមើលវត្តជនជាតិយួនទាំងអស់ផ្សារទំនើបអីទាំងអស់ណាយួនអត់មកនៅដីយើងទេមកជួលដីយើងប៉ុន្តែអត់មកនៅយើងទេគេនៅតាមនោះដល់ពេលគេនៅច្រើនទៅហៀមកដល់នោះគឺយើងចប់ហើយទី3ហ៊ុនសែនរដ្ឋាភិបាលហ៊ុនសែនបានជួលដីឲ្យក្រុមហ៊ុនយួនរយៈពេល91ឆ្នាំចូលដល់ជិតលានហិកតាហើយបងប្អូនឥឡូវនេះគឺយួនគេដាក់ពលករគេមកហើយអញ្ចឹងបើយើងនៅបន្តគ្រប់គ្រងគណៈបព្វជិជនតទៀតដូចយើងគ្រប់គ្រងយួនហ្នឹងឯងជីវភាពយើងក៏អត់មានអីរីកចម្រើនដែរដូចបងប្អូនឃើញដែរខ្ញុំធ្វើដំណើរមកមិនបាច់ប្រាប់ខ្ញុំថាអ្នកគីសោមមានទេខ្ញុំក៏ឃើញផ្ទះសម្បែងក៏ឃើញដីស្រែហ្នឹងគឺខ្ញុំដល់តែក្រទៅហើយយ៉ាងហើយបានថាអ្នកដែលថាអស់ចាស់ហ្នឹងដែលចង់បើដែលដាច់ខាតហ្នឹងមានអីដូចលោកមេភូមិមិញ